សួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំផាញ់អ្នកនរគ្នាអំពីមុខងារចាប់កាន់ទូរស័ព្ទភ្លឺអេក្រង់នៅលើទូរស័ព្ទដៃ Vivo ដែលខ្ញុំបង្ហាញនៅលើ Vivo V15 អញ្ចឹងយើងចូលទៅក្នុង setting ហើយអ្នកនរគ្នាស្គាល់ទៅលើមើលពាក្យshortcut and accessibility ហើយអ្នកនរគ្នាអាចចុចចូលទៅក្នុងពាក្យហ្នឹងមកហើយយើងទៅលើមើលពាក្យ smart motion ហើយយើងចុចទៅក្នុង smart motion មកអ្នកនរគ្នានឹងឃើញនៅខាងលើគេគឺ auto screen on និង out យើងចុចបើកមុខងារហ្នឹងមកហើយយើងមើលទៅលើខាងលើគេយើងបើបប៊ូតុងនេះមួយគឺright to wake គឺជាមុខងារដែលយើងចាប់កាន់ទូរស័ព្ទភ្លឺចាឥឡូវខ្ញុំលើកវាយកមកបិទអេក្រង់ហ្នឹងអូខេឥឡូវយើងបិទអេក្រង់ហើយគឺយើងគ្រាន់តែចាប់ទាញវារៀងទម្លាក់តិចមកពេលខ្លះវារៀងនេះដែរវាគឺភ្លឺអេក្រង់ឯអ្នកនរគ្នាគឺតែប៉ុណ្្នឹងទេអូខេអញ្ចឹងគឺសម្រាប់មុខងារចាប់កាន់ទូរស័ព្ទភ្លឺនេះគឺចប់តែប៉ុណ្្នឹងហើយគឺដោយសាររបស់ខ្ញុំអត់មានប្រើមុខងារចុចបេះដូងភ្លឺទេអញ្ចឹងខ្ញុំប៉ះលើអេក្រង់វាអត់ភ្លឺទេព្រោះខ្ញុំចាប់កាន់ទូរស័ព្ទទៅបានវាភ្លឺអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអ្នកនរគ្នាបើចូលចិត្តកុំភ្លេចចុច like comment subscribe នឹងផងហើយបើមានកន្លែងណាខុសឆ្គងសូមអ្នកនរគ្នាអធិស្ឋានផង